មួយរយៈយើងជឿថាបងប្អូនទាំងអស់គ្នាកំពុងតែសោកកាយប៉ុន្តែមិនសប្បាយចិត្តទេនៅក្នុងបេះដូងរបស់អ្នកទាំងអស់គ្នាក៏ដូចជាបេះដូងខ្ញុំដែរគឺពោពេញដោយភាពតឹងតែងតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែកំឡុងពេលដែលយើងកំពុងតែញ៉ាំឆ្ងាញ់យើងអាចគេងលក់ស្រួលយើងអាចសោកកាយទាំងអស់នេះគឺយើងត្រូវតែគោរពដឹងគុណទៅដល់បងកងកម្លាំងបងព្រះកងទ័ពរបស់យើងដែលគាត់បានលះបង់ឈាមស្រស់ស្បែកស្រស់ដើម្បីការពារសេចក្តីសុខរបស់យើងទាំងអស់គ្នានៅជួរក្រោយការពារពលអ្នកភាពទឹកដីរបស់យើងគឺគាត់លះបង់កំសត់បែបយ៉ាងគឺខ្ញុំពិតជាមានការដឹងគុណនិងថ្លែងអំណរគុណដល់ពួកគាត់ខ្លាំងមែនទែនក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ហើយខ្ញុំក៏មានឪពុកមានបងប្អូនគាត់ក៏ជាកងកម្លាំងប្រដាប់អាវុធដែរដូច្នេះហើយអារម្មណ៍មួយនេះខ្ញុំជឿថាបងប្អូនទាំងអស់គ្នាគឺមានដូចខ្ញុំទាំងអស់គ្នាកងទ័ពខ្មែរជួរក្រោយ17លាននាក់នេះគឺសូមគោរពជូនពរបងកងកម្លាំងបងប្រដាប់អាវុធដែលកំពុងតែឈរជើងនៅតាមបណ្ដោយព្រំដែននិងបងដែលកំពុងតែបំពេញភារកិច្ចផ្សេងនៅក្នុងការពារវរណភាពទឹកដីរបស់កម្ពុជាក្នុងការការពារសន្តិភាពការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលសូមបងទទួលបាននូវសុខភាពល្អទទួលបាននូវជ័យជំនះដើម្បីជួនជាតិមាតុភូមិនិងត្រឡប់មកជួបជុំក្រុមគ្រួ